អំបិលតែមួយគ្រាប់មិនដេចនឹងអាចធ្វើទឹកមួយពាងប្រៃបានទៅសាកល្បងតែបន្តិចបន្តួចតើនឹងអាចដឹងអំពីប្រសិទ្ធភាពដឹងអំពីផលដែលទទួលបានយ៉ាងណាទៅធ្វើតែម្ដងធ្វើតែបន្តិចនឹងអាចបានផលហើយអាចជោគជ័យវាមិនអាចទៅរួចទេអ្នកខ្លះបានត្រឹមតែដាក់អំបិលក្បែរឆ្នាំងដាក់ប្រហុកក្បែរឆ្នាំងតើសម្លអាចប្រៃទៅកើតទេគិតពិចារណាយូរហើយប៉ុន្តែមិនដែលហ៊ានសាកល្បងទេសួរថាតើនឹងទទួលបានលទ្ធផលអ្វីទៅអ្វីក៏មិនទទួលបានដែរដាក់អំបិលក្បែរឆ្នាំងតែរហូតហើយចង់បានសម្លប្រៃតើអាចទៅរួចដែរអញ្ចឹងបានជាខ្ញុំតែងតែនិយាយថាមុននឹងសាកល្បងគិតគូរពិចារណាឲ្យបានច្បាស់ឲ្យបានល្អិតឲ្យបានហ្មត់ចត់ហើយព្យាយាមឲ្យបានច្រើនបន្តិចរឿងមួយมันអាចធ្វើតែម្ដងពីរដងបីដងទទួលបានលទ្ធផលទេសាកល្បងក៏ដូចគ្នាដែរពាក់ព័ន្ធនឹងសុខភាពក៏ដូចគ្នាដែរមិនមែនសាកល្បងតែបន្តិចបន្តួចនឹងវាអាចដឹងវាអាចបានផលគ្រប់តែគ្នាទេវាមិនអាចទៅរួចឡើយអញ្ចឹងហើយពិចារណាឲ្យបានច្បាស់ហើយព្យាយាមតស៊ូទៅមុខមិនថាជារឿងការងារមិនថាជារឿងស្នេហាមិនថាជារឿងសុខភាពឡើយឲ្យតែយើងយល់ថារឿងនឹងត្រឹមត្រូវរបស់នឹងត្រឹមត្រូវល្អហើយតស៊ូទៅមុខទៀតវីដេអូនេះនាំមកជូនដោយ Page IUV ផ្ដល់ជូននូវដំណោះស្រាយសុខភាពពិតប្រាកដឈុត V Cafe និង VO4 ជួយសម្រួលទៅលើបញ្ហាលើកខ្លាញ់លើស្ករទឹកនោមផ្អែមលើអាស៊ីតនិងការរលាកកោសិការ៉ាំរ៉ៃបងប្អូនដែលមានចំណាប់អារម្មណ៍សូមឆាតជូន Page ឬ Telegram អរគុណបងប្អូនទាំងអស់គ្នា